ថ្ងៃនេះខ្ញុំនឹងនាំចាត់បងប្អូនអរគ្នាមកទស្សនាពីសកម្មភាពពីទស្សនវិជ្ជានៃការងារក្រៅម៉ោងបងប្អូនបាទឆ្លៀតពីការសិក្សាទំនេរបងប្អូនបាទគឺឆ្លៀតមកដាំដំឡូងស៊ីឈ្នួលមីបន្តិចបងប្អូនបាទហើយក៏ឆ្លៀតធ្វើជាវីដេអូចងក្រងឲ្យបងប្អូនបានទស្សនាពីទស្សនវិជ្ជានៃបងប្អូនជាបរិវត្តយើងស្រកស្រែចំការហ្នឹងបងប្អូនពេលកត់ទំនេរពីការសិក្សាដូចថាត្រូវធានាអត់មានអីធ្វើក៏យើងមកស៊ីឈ្នួលគេដើម្បីបានប្រាក់ទុករៀនបងប្អូនបាទហ្នឹងឯងជាទស្សនវិជ្ជាជីវិតពិតរបស់ពួកខ្ញុំបងប្អូនបាទហើយឥឡូវកំពុងតែធ្វើដំណើរទៅបដើបងប្អូនបាទចេញពីព្រឹកម៉ោងប្រហែលជាចេញពីផ្ទះយើងជួបជុំគ្នាម៉ោងប្រហែលជា6ធ្វើមិនឲ្យមកដល់ម៉ោង8យើងចាប់ដើមហូបបាយហូបអីចាប់ដើមធ្វើការប្រហែលជា7កន្លះបើឆ្ងាយបើផ្លូវឆ្ងាយប្រហែលជាម៉ោង8ចាប់ដើមធ្វើការបងប្អូនបាទហើយផ្លូវនេះវានឹងមិនអាពេលចិត្តខែវស្សាវាភ្លេងមកមីទៅបងប្អូនបាទហើយវារៀងពិបាកធ្វើដំណើរបន្តិចបងប្អូនសារដឹងស្រាប់ហើយផ្លូវព្រៃផ្លូវ10អីពេលភ្លេងមកគឺបែកផកវល់បងប្អូនបាទគឺពិបាកមែនទែនហើយយើងបើកតលេថងឬក៏ហៅកយន្តបងប្អូនបាទឥឡូវនេះយើងមកដល់ហើយគឺនេះអូននេះអាក្លើខ្ញុំនេះដល់ហើយពួយចក់គូដែរបងប្អូនអត់ទាន់ចុះអានឹងទាន់គ្នាទាន់ចុះអង្គុយមកផ្លេតសិនហើយនោះអាក្មួយខ្ញុំឲ្យបងនោះពូអីហើយលើធ្វើការដល់ម៉ោងហូបបាយបងប្អូននេះគឺរៀងចាំងថ្ងៃទីពូអីថតទៅតឹងថ្ងៃវិញបងប្អូនអត់មានថតបណ្ដោយថ្ងៃរៀងនិយាយរៀងតាក់បងប្អូនហើយមានន័យថាពេលហ្នឹងថតអត់បានមើលបងប្អូនឥឡូវមើលម៉ោងហើយដូចជាខ្ទង់ម៉ោងប្រហែលជាខ្ទង់7ម៉ោង7ហើយបងប្អូនឥឡូវហូបបាយសិនបើថតបណ្ដោយថ្ងៃមករៀងច្បាស់តែពេលនេះមានអីល្ងិតសុងបណ្ដោយថតទៅតឹងថ្ងៃវិញតែអីបងប្អូនបាទមើលសកម្មភាពខ្ញុំហូបហើយឆ្ងាញ់មែនទែនហូបមានអីច្រើនមានតែបុកអំបិលអីគឺមានអីច្រើនពេលហ្នឹងវាមានហូបអីឆ្ងាញ់ហើយយើងអ្នកស្រកស្រែចំការបងប្អូនបាទដឹងស្រាប់ហើយពេលយើងមកស៊ីឈ្នួលអញ្ចឹងយើងទៅមានលុយអីយើងត្រូវទិញរបស់ឆ្ងាញ់ទេហូបមានតែបុកអំបិលពងទាអីហ្នឹងឯងបងប្អូនបាទគឺវាសាច់ជៀនអីទីទួចឥឡូវយើងដល់ម៉ោងយើងធ្វើការហើយបងប្អូនបាទនេះបងក៏ចាប់ដើមអ៊ំតាអីក៏ចាប់ដើមរៀបចំដើមត្រាំមុននឹងយើងដាំយើងត្រាំកាប់មានបើថាអានេះដោយសារតែយើងរៀបចំអត់ទាន់បងប្អូនដោយសារយើងមានកាប់ផងយាយក៏កាប់បងក៏កាប់ទៅកាប់ផងត្រាំផងអ្នកអញ្ជូនអ្នកដាំមានបែងចែកតាមនោះបងប្អូនបាទតាមឋានៈណាបងប្អូនបាទដោយសារទីយើងអត់បានកាប់ទុកឲ្យស្រេចបងប្អូនហើយមានដើមនៅឈោខ្លះហើយពេលខ្លះវាដាំអត់គ្រប់ទៅយើងមានតែកាប់បន្ថែមទេបងប្អូនបាទយើងអាចកំណត់បានឥឡូវទៅមើលសកម្មភាពខ្ញុំរាយដើមខ្ញុំអត់បានមកដាំទេខ្ញុំអ្នករាយដើមចាំមើលtrongវីដេអូខ្ញុំនឹងដាំឲ្យបងប្អូនបានមើលថាគេដាំបែបម៉េចណាបងប្អូនដាំដលមិនបាក់ទេបងប្អូនសម្រាប់អ្នកចេះដាំគឺគេដាំថ្មេកយើងឡើងទៅលើបងប្អូនបាទមានពេលយើងដាំថ្មេកចុះក្រោមអានឹងដាំបច្រាស់ហើយបើដាំថ្មេកឡើងទៅលើអានឹងបានមើលវាទៅក្រោមវិញពេលខ្ញុំអត់ដែរដឹងដែរដាំបច្រាស់នេះខ្លះថាវាដោសដែរតែខ្ញុំអត់ដែរដឹងដែរបាទតែអ្នកខ្លះគឺផ្លែងអីគេបែបនិយាយថាបងប្អូនយើងអ្នកធ្វើដលងព្រោះថាដាំថ្មេកទៅក្រោមទៅវាបានផ្លែមកលើយើងដើរច្រូតដើរកាត់វាបាក់អត់បាក់គឺបងប្អូនអាហ្នឹងសម្រាប់ប្រកិតនិយាយលេងតែការពិតវាមិនអញ្ចឹងទេបងប្អូនដូចថាយើងដាំបច្រាស់ដូចជាវាមើមដែរបងប្អូនតែវាមើមអត់ល្អដូចយើងដាំថ្មេកឡើងលើឥឡូវនេះសកម្មភាពយើងមកនេះយើងហត់ពីស្រេកទឹកនឹងគ្នាមករត់ទឹកផើអាត្នេះជែកគ្នាញ៉ៃបាត់ទឹកបាត់អីបងប្អូនអាចចាំមើលខ្ញុំដាក់សលេងឲ្យស្ដាប់ចាំស្ដាប់សលេងស្រេកទឹកមួយហើយពុទ្ធទៅពីបាត់ទឹកបាត់អីដោយសារតែអាចនឹងបងឬក៏អ៊ំអីគាត់ច្រឡំទៅគាត់ស្រេកគាត់ក៏យកឃើញតិចឃើញអីទៅយកបោអូននោះបាត់អូនខំខ្ចង់ខំអីចំណាំអានេះខ្ញុំសុំមួយខ្ញុំថាមកពូផឹកមុនដល់ពេលនេះវាផឹកមុនបាត់ទៅតែអីផឹកនេះមើលសកម្មភាពសบายក្តៅមែនបងប្អូនតែស្រៀងសบายអាពេលបើកលុយកាន់សบายទេបងប្អូនអាពេលលុយមួយយ៉ាងដែរបងប្អូនបាទអញ្ចឹងជីវិតអ្នកស្រែអានឹងវីដេអូរឿងយូរហើយបងប្អូនខ្ញុំថតឲ្យឆ្នាំជាងតែខ្ញុំចង់បង្ហាញពីទស្សនវិជ្ជាដោយសារខ្ញុំអត់បានធ្វើខ្ញុំទុកចោលខ្ជិលផងអីផងតែឥឡូវខ្ញុំលែងវិញហើយបងប្អូនអាចស្គមមកបងប្អូននឹងចូលចិត្តវីដេអូមួយហ្នឹងជួយ like ជួយ share ផងបងប្អូនបាទ
នឹងទស្សនវិជ្ជាស្ដែងស្រកស្រែចំការយើងបងប្អូនហើយខ្ញុំនឹងធ្វើវីដេអូថ្មីពីទៀតតែឥឡូវខ្ញុំអត់បាននៅស្រកនៅស្រែទៀតទេបងប្អូនដោយសារខ្ញុំចប់ពីការសិក្សាខ្ញុំរៀនបន្តនៅទីក្រុងហើយបងប្អូនខ្ញុំអាចនឹងធ្វើវីដេអូអីពីទស្សនវិជ្ជាដែលខ្ញុំរស់នៅប្រចាំថ្ងៃបងប្អូនតែខ្ញុំអាចនឹងទៅនៅស្រកស្រែវិញរៀនចប់អីអាចខ្ញុំនឹងផ្ដិតយករូបភាពថ្មីបន្ថែមទៀតហើយខ្ញុំនៅរៀនឥឡូវដល់ម៉ោងយើងសម្រាប់អីមិនបងប្អូនគាត់លាងដៃអីឥឡូវក្មួយខ្ញុំលាងដៃអីរួចហើយយើងរកបនហូបបាយបងប្អូនហូបបាយឬក៏ភាសាខ្ញុំសាមញ្ញបងប្អូននៅស្រកស្រែគឺភាសាសាមញ្ញគេហៅCC បងប្អូនគឺជាស្រ័យបងប្អូនដោយសារយើងសាមញ្ញគឺធម្មតាតែយើងអ្នកគេប្រកាន់គេថាអត់វាថាគេប្រកាន់ណាសម្រាប់អ្នកប្រកាន់គេអត់អោយនិយាយអញ្ចឹងទេគេអោយថាហូបឬក៏ញ៉ាំបងប្អូនតែយើងសាមញ្ញគឺអញ្ចឹងឯងទូទៅសម្រាប់យើងនិយាយទៅសាមញ្ញបងប្អូនដឹងស្រាប់ហើយស្គមបងប្អូននឹងចូលចិត្តវីដេអូមួយនេះក៏បើមានពាក្យសម្ដីណារៀងខុសឆ្គងក៏អធិស្ឋានផងបើមានឮសំឡេងអីក៏រំខានបងប្អូនហើយខ្ញុំនិយាយទៅរៀងរ៉ាអូនតិចបងប្អូនដោយសារទៅចាប់ដើមធ្វើវីដេអូថ្មីវិញបងប្អូនហើយបញ្ចូលសលេងអីរៀងពិបាកទៀតបងប្អូនហើយនេះចាប់ដើមដាក់ speed ដាក់លបឿនឲ្យលឿនតិចក៏មកយូរពេកនេះសកម្មភាពខ្ញុំហើយក៏ភ្លេចហៅបងប្អូនមកញ៉ាំបាយជាមួយខ្ញុំបងប្អូនបាយថ្ងៃត្រង់ហើយបន្ទាប់ពីញ៉ាំបាយហើយយើងដល់ម៉ោងយើងស្រាកព្រោះយើងគេស្រាកបាន2ម៉ោងដែរបងប្អូនយើងឡើងម៉ោងបាន10យើងហូបបាយហូបអីរួចហើយជាម៉ោង2:10យើងស្រាកបាន1ម៉ោងម៉ោង1យើងចុះវិញបងប្អូនអញ្ចឹងបងប្អូនយើងស្រាកបានតែប៉ុណ្្នឹងហើយឥឡូវត្រោកដើមមានដើមឯងត្រួយដលងយកមកក្រាលត្រង់ចង្កេះតិចបងប្អូនហើយក្មួយខ្ញុំវាទៅដូចវាពេលហ្នឹងវាឈឺបាត់ជើងវាទៅបាត់ជើងក្នុងដប់ដលងបាត់ទៀតទៅមកវិញបងប្អូនអាត្រេះខ្យល់មកពើងមួកធ្លាក់មួកអីហ្នឹងដល់ក៏វារករ៉ាដល់ក៏ជីវិតហ្នឹងតែសប្បាយម្យ៉ាងដែរបងប្អូនពេលហ្នឹងបានលុយបានអីហើយម្យ៉ាងដែរបងប្អូនជីវិតយើងសាមញ្ញឥឡូវអត់បានធ្វើទៀតព្រោះសារយើងរៀនចប់ហើយយើងត្រូវបន្តការសិក្សានៅខេត្តនៅក្រុងអីទៀតមិនរកអនាគតយើងបងប្អូនតែខ្ញុំនឹងធ្វើវីដេអូបន្តទៀតឥឡូវយើងចាប់ផ្ដើមធ្វើវិញហើយបងប្អូនខ្ញុំនឹងផ្ដិតយករូបភាពចាស់វីដេអូដែលខ្ញុំសល់ចាស់ខ្ញុំនឹងមកចងក្រងនិយាយបកស្រាយឲ្យបងប្អូនបានមើលវិញបងប្អូនហើយនឹងវីដេអូថ្មីទៀតខ្ញុំនឹងតតពីទស្សនវិជ្ជាខ្ញុំជាក់ស្ដែងបងប្អូនពីការរស់នៅខ្ញុំជាក់ស្ដែងឲ្យបងប្អូនបានទស្សនាតែបងប្អូនចូលចិត្តគ្រប់ត្រូលខ្ញុំផងឲ្យខ្ញុំបានកម្លាំងចិត្តបងប្អូនឡើយនេះស្រង់ចង្កេះទីបងប្អូនតែខ្ញុំអត់ហ៊ានដេកបងប្អូនតែដេកខ្ញុំនឹងមិនខ្ញុំជំងឺខ្ញុំមិនតែដេកក៏ក្រងមកវិញរៀងដូចជាចាញ់ក្តៅបងប្អូនមករៀងសើឈឺក្បាលធ្វើការរៀងពិបាកតិចតែខ្ញុំបានដេកស្ងំទេបើថាដេកឲ្យយកលក់តែគឺក្រងមកវិញវិលលុយយើងឈឺក្បាលអីចឹងបងប្អូនអត់ហ៊ានដេកដូចវាពុលហើយយើងចាញ់បងប្អូនទៅរៀងក្រងមករៀងយើងសម្រួលចង្កេះយើងទីព្រោះយើងដេកស្ងំយកតម្រង់ចង្កេះយូរដែរបងប្អូនឥឡូវម៉ោង2:55ហើយបងប្អូនចិត្តដល់ម៉ោងឯណោះ5នាទីទៀតហើយយើងក្រកហើយមកយើងកំនៅយូរយើងរៀបចំដលងយើងហើយនេះបងប្អូនគឺមើលទស្សនវិជ្ជាថ្ងៃបើកថ្ងៃឡើងចេះហ្មងតែសម្រាប់ខ្ញុំគឺមិនក្តៅទេឥឡូវដល់ល្ងាចបងប្អូនហើយពីខ្ញុំបានថតពីកន្លែងដាំពីថ្ងៃរហូតដល់ល្ងាចវាឆ្ងាយដែរចូលផ្ទៃដីទាំងធំដែរខ្ញុំអាចប៉ាន់ស្មានបានវាអាចនឹង1ហាត់2ហាត់ហ្នឹងឯងបងប្អូនហើយសារល្ងាចហ្នឹងយើងត្រូវឡើងម៉ោង4កន្លះតែសារមីឬមីងគាត់ឲ្យប្រហើយយើងគិតថែមម៉ោងហើយយើងគិតថែមលុយយើងទៀតគេហៅបណ្ណើភាសាអង់គ្លេសគេថែមលុយយើងបងប្អូនខ្មែរបានដែរបងប្អូនតែយើងធ្វើការដូចថាយើងធ្វើការអីបើយើងថែមម៉ោងថែមអីគេហៅបណ្ណើលុយថែមក្រៅម៉ោងយើងណាឥឡូវនេះចាប់ដើមដាំហើយខ្ញុំដាំឲ្យបងប្អូនមើលនេះគេដាំអញ្ចឹងហ្នឹងយើងដូចជាភ្លេចប្រាប់បងប្អូនតាមស្ថានដីបងប្អូនគឺគេដាំយកដីខ្លះគេដាំ1.3 ម៉ែត្រហ្នឹង3ដើមណាបងប្អូន3នេះដីខ្លះគេដាំ1.4 ម៉ែត្រ4កណាត់ដលងហ្នឹងបងប្អូននេះក្តីខ្លះរឹងហើយត្រូវការកប់វិញនៅដតពេលតានេះឡើងបងប្អូនមានស្រួលបើថាដីខ្សាច់ដាំស្រួលដតយកបើនេះប្រកែដាំវិញលឿនដាំផុតមករោងអីអង្គុយសម្រាប់សិនចាំគ្នាទៅជួយដាំទៀតអញ្ចឹងបងប្អូនបានត្រាប់អ្នកដាំលឿនលើខ្ញុំដាំផុតចាល់ហើយពួកអីយើងមានបងមីងក៏ដាំមកខាងនោះទៅយើងដាំជូសក៏ទៅរួចមករោង
lời cái đò mòn ấy bọn bố nè đò mòn mồ mà dừng bờ hơi ấy bọn bố nè rồi riệp ấy ban riệp ấy dương mà tao tiếc với nhau bố mà nơi thế đó vừa dừng rồi vậy càng nhiều dừng ấy nơi thấy tiếc bọn bố mà bị đầm rồi hơi cờ tục ơi mình chắc cái mía gần mà mưa đó dừng hơi càng nghĩa dừng ở miền ấy cha mày thì thế dừng đầm rồi ấy miền trời ấy phơi ấy thì đấy miền là tờ tiếc hay sai lớn một ngày tao nào tao nấy dừng tờ si chứ nó kia tiếc tờ bọn bố mà lại dừng riệp cho mày bố này mía bong bồn pu minh bong bong chập đâm riệp cho mày văn này nhóm nó cái riệp cho mày văn hết cái can rô tờ lệ thong rô của dồn dừng là mày rô cái lạnh quý tờ tiếc mình bằng một chập đâm lần ấy lần cái dồn dừng với hai bóng phốn mà lần cái dồn lần lệ thongแต่ខាងស្រកខ្ញុំក៏ហៅតែគឺយន្តឲ្យសាមួយទៀតគេហៅគឺយន្តកន្ត្រៃបងប្អូនបាទគឺយន្តកន្ត្រៃព្រោះរូបរាងដូចកន្ត្រៃបងប្អូនគេដៃគឺយន្តហ្នឹងដូចកន្ត្រៃនេះក្លើខ្ញុំមុខគេស្រស់ហើយពេលរៀបរួចការងារពេលមកការងារមុខស្អុយបែបហត់ពេលរួចការងារហែមុខមួយខ្ញុំស្រស់ដល់កក្មួយខ្ញុំនេះអូនដល់ក៏យើងសប្បាយបងប្អូននេះទិដ្ឋភាពជាក់ស្ដែងនៅស្រុកស្រែចំការមានមួយយ៉ាងដែរមួយយ៉ាងម្នាក់ចឹងបងប្អូនបាទសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះគឺជួយគាំទ្រខ្ញុំមកជួយ like ជួយ share ឲ្យបងប្អូនផ្សេងគាត់អាចកំសាន្តពីអាចមើលវីដេអូនឹងកំសាន្តបានមើលកំសាន្តវីដេអូខ្ញុំនិយាយរៀងខុសទៀតមើលទៅមានអារម្មណ៍ថាសប្បាយទៅបងប្អូនមិនបានជួបពេលទិដ្ឋភាពមួយហ្នឹងបងប្អូនមើលពីទិដ្ឋភាពមួយហ្នឹងបងប្អូនអាចនឹងមានអារម្មណ៍ថាស្រស់ស្រាយបងប្អូនបាទទោះបងប្អូនបានជួបទិដ្ឋភាពនឹងជាក់ស្ដែងក៏បងប្អូនមើលវីដេអូហ្នឹងបងប្អូនអាចមានអារម្មណ៍ស្រស់ស្រាយបងប្អូនបាទហើយឥឡូវយប់ហើយដល់សាយនេះសានៅខាងខ្ញុំយប់ហើយព្រោះម៉ោង 7:07 ហើយបងប្អូនបាទពួនរឹមចេញពីចំការហើយវីដេអូហ្នឹងគឺមានប៉ុណ្្នឹងឯងបងប្អូនចាំជួបខ្ញុំវីដេអូក្រោយទៀតបងប្អូនបាយបងប្អូនអរគ្នាបាទជូនពរបងប្អូនសុខភាពល្អសំណាងល្អ